ពួកគេក៏បាននិយាយផងដែរថាវាចេញលើទទួលបន្ទុកអ្វីប្រតិបត្តិការទៅវិញទៅមកការរួមបញ្ចូលគ្នានឹងការទេហើយអ្វីបានជាគាត់ជួលរថដែលរត់ត្រង់នោះនៅភាគខាងលិចនៃទីក្រុងមន្ត្រីលំដាប់ទី3ម្នាក់មានការិយាល័យរដ្ឋាភិបាលផ្ទាល់ខ្លួនវាមានកន្លែងស្នាក់នៅនិងជំរំផ្ទាល់ខ្លួនហើយអ្វីបានជាគាត់បញ្ជូនក្មួយប្រុសរបស់គាត់ទៅជួលរថដែលគេបោះបង់ចោលដោយសារតែការងារដែលបានធ្វើនៅក្នុងរថនោះគ្មាននរណាម្នាក់គួរអាចមើលឃើញវែងយឺនឡើយការផ្ដល់ហិរញ្ញប្បទានមាននីតិវិធីនិងការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងប៉ុន្តែរថដែលគេបោះបង់ចោលគឺខុសគ្នាបន្ទាប់ពីលោកវីសងបានជួលរថដែលរត់ត្រង់នៅភាគខាងលិចនៃទីក្រុងវាត្រូវបានគេនិយាយថាជាបំណែករថផ្លូវការតាមពិតទៅការរុះរើនិងវិភាគនៅក្នុងរថត្រូវបានអនុវត្តដោយប្រើវិធីសាស្ត្រ Gender រលីទៅជាប្រាក់ខ្លាំងៗដែលមានគុណភាពប្រាក់ខ្លាំងៗត្រូវបានបញ្ជូនទៅរថនាគារជាតិប្រាក់ខ្លាំងៗត្រូវបានដាក់ចូលក្នុងទូដែកដើម្បីទូទាត់ប្រាក់ពិតបានចូលទៅក្នុងឃ្លាំងឯកជនរបស់គ្រួសារមួយចូលនិងមួយចេញប្រាក់ពិតប្រាកដត្រូវបានលាងចូលទៅក្នុងទ្រព្យសម្បត្តិរបស់គ្រួសារវានៅវិជិញពួកគេនៅតែមិនមើលមុខគ្នាទៀតលើពីនេះអធិបុលរបស់គាត់នៅក្នុងតុលាការគឺរឹងមាំពួកសិស្សមាននៅគ្រប់ទីកន្លែងហើយមិនអាចនៅដល់គ្នាទៅវិញទៅមកហើយយូរឈ្មោះនៅលើសៀវភៅកត់ត្រានេះនៅក្នុងដៃរបស់យើងយ៉ាងហោចណាស់30នៃពួកគេគឺជាសិស្សរបស់គាត់ចូលយើងប្រើប្រាស់សៀវភៅបញ្ជីនេះដើម្បីទទួលបានការអនុគ្រោះដូច្នេះវាមិនអាចធ្វើដោយបើចំបានទេនៅពេលដែលស្មារតីបានរំខានពូនឹងត្រូវបានជួយមនុស្សទាំងនេះបានរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងភស្តុតាងដែលយើងមានមិនរឹងមាំគ្រប់គ្រាន់ទេឈ្មោះរបស់គាត់មាននៅក្នុងបញ្ជីមនុស្សពេញវ័យហត្ថលេខារបស់គាត់មិនរឹងមាំគ្រប់គ្រាន់ទេសៀវភៅកត់ត្រានេះមានហត្ថលេខារបស់វីសងហើយត្រូវបានអនុម័តដោយអ្នកវិតម្លៃមិនមែនជាការវិតម្លៃផ្ទាល់ខ្លួនរបស់គាត់ទេវៃឆាងពីងស្លាប់ហើយវៃជូក៏ស្លាប់ដែរវីចេងលេអាចអះអាងវាបានយ៉ាងច្បាស់សៀវភៅកត់ត្រានេះវាត្រូវបានក្លែងបន្លំដោយវីសងដោយប្រើឈ្មោះរបស់គាត់ដរាបណាគ្មានសាក្សីគាត់អាចគេចចេញបានដូច្នេះតើយើងគួរធ្វើអ្វីបន្តជីកកាយមានឈ្មោះផ្សេងទៀតនៅក្នុងភាគទី1កៅយន្តនៃក្រសួងសង្គ្រាមក្រសួងយុទ្ធភ័ពក្នុងចំណោមមនុស្សទាំងនេះតែងតែមានមនុស្សម្នាក់ដែលសុខចិត្តនិយាយចេញមកតើអ្នកណាជាវត្តដាលីដែលកំពុងដោះស្រាយសំណុំរឿងនេះតើអ្នកណាហ៊ានបំពេញហ្វុងសាំងស៊ូលីងស៊ូយូធ្វើឲ្យគាត់អានរឿងរ៉ាវអំពីលដុតដែលបាក់បែកនឹងឆ្អឹងពណ៌បន្ទាប់ពីក្រសួងយុទ្ធភ័ពពិនិត្យរួចការប្លន់និងការសម្លាប់សងសឹកសម្រាប់ចោរប្លន់គ្មានការគប់គិតគ្នារវាងពួកគេនិងមន្ត្រីនៃក្រសួងចំណូលបានឡើយអ្នកបានបម្រើការនៅក្នុងក្រសួងយុទ្ធភ័ពអស់រយៈពេលជាមួយស្វត្តមកហើយចោរប្លន់ហើយតើអ្នកធ្លាប់ឃើញចោរលេបថ្នាំធានជាដែរឬទេតើអ្នកធ្លាប់ឃើញចោរប្លន់ណាដែលបានជួបវីរបុរសនៃផ្លូវទេសូមស្វាគមន៍មកកាន់តំណែងជារដ្ឋមន្ត្រីនៃលេខាធិការវត្តដាលីនឹងត្រូវផ្លាស់ប្ដូរភ្លាមដាក់ស្នើឯកសារសំណុំរឿងនិងភស្តុតាងទាំងអស់នៃបទល្មើសសំណុំរឿងនេះត្រូវបានបិទហើយតើអ្នកណាជាអ្នកចុះហត្ថលេខាលើកិច្ចសន្យានេះសម្រាប់សិប្បកម្មរបស់មនុស្សពេញវ័យតើរដ្ឋមន្ត្រីនៃលេខាធិការដ្ឋានអធិរាជមានសិទ្ធិអ្វីក្នុងការរំលងការិយាល័យតុលាការទាំង3ដើម្បីផ្ទេរសំណុំរឿងដោយផ្ទាល់ចៅហ៊ូវិចខ្ចប់លោកម្ចាស់នេះសម្រាប់វិចខ្ចប់ករណីលដុតដែលបាក់បែកនឹងឆ្អឹងសំណុំពេញលេញនៃ Sword Sect និង Miss Proof ពួកគេទាំងអស់គ្នានៅទីនេះខ្វាន់ចុងគឺជាកន្លែងដែលសាកសពត្រូវបានបញ្ចុះរួចហើយសូមឯកឧត្តមមេត្តាទប់ស្កាត់រឿងនេះផងលោក Shen Xiaojing ដែលជាអ្នកជំនាញខាងម្ហូបអាហារបានលាបបុរសម្នាក់ដែលមានទេពកោសល្យពិសេសអ្នកទើបតែប្រគល់ភស្តុតាងដែលមិនអាចប្រកែកបានដើម្បីបដិសេធសារក្រុមបែបនេះមែនទេកំណត់ឲ្យប្រចាំថ្ងៃនិយាយថាតើឪពុកខ្ញុំត្រូវបានចោទប្រកាន់ខុសយ៉ាងដូចម្តេចតើគាត់ត្រូវបានបំពុលរហូតដល់ស្លាប់ដោយរបៀបណាអ្នកបានប្រគល់អ្វីគ្រប់យ៉ាងទៅឲ្យពួកគេបន្ទាប់ពីឯកសារសំណុំរឿងត្រូវបានប្រគល់មកខ្ញុំកាលពីយប់មិញខ្ញុំមិនបានដេកពេញមួយយប់ទេពួកគេបានចម្លងឯកសាររដ្ឋាភិបាលនិងឯកសារដើមទាំងអស់ដែលបង្ហាញឲ្យឃើញពួកគេមានសិទ្ធិត្រូវបានទេខ្ញុំមិនអាចផ្ដល់ឲ្យបានទេប៉ុន្តែរឿងទាំងនេះងាយស្រួលណាស់ឯកសារឯកសារសិទ្ធិផលិតដោយសញ្ញាសម្គាល់វេទមន្តនិងបំណែកនៃដំបងវេទមន្តបន្ថែមពាក្យវិជ្ជមានរបស់យោមេងហើយច្បាប់ចម្លងនៃកិច្ចសន្យាជួលនៅក្នុងដៃរបស់ខ្ញុំទាំងនេះមិនដែលមាននៅក្នុងបញ្ជីប្រគល់ជូនទេលោកម្ចាស់នោះជាចលនាដ៏ប៉ិនប្រសប់របស់អ្នកណាវាមិនមែនថាខ្ញុំកំពុងមានចិត្តអាក្រក់នោះទេពួកគេប្រញាប់ប្រញាល់ពេកក្រុមបានប្រញាប់ប្រញាល់ឲ្យក្រសួងយុទ្ធភ័ពចាប់ខ្លួនជនសង្ស័យមកកន្ទីទុកតាមច្បាប់នេះមានន័យថាយើងបានទៅដល់ចំណុចខ្សោយរបស់គាត់ហើយគាត់ខ្លាចថាយើងនឹងជីកកាន់តែជ្រៅដូច្នេះពួកគេមិនបានបំពេញនីតិវិធីទេពួកគេបានប្រើប្រាស់រដ្ឋមន្ត្រីនៃលេខាធិការដ្ឋានអធិរាជដោយផ្ទាល់ដើម្បីដាក់សម្ពាធតែសៀវភៅវេទមន្តនិងដំបងវេទមន្តដែលយើងមាននេះគ្រាន់តែបញ្ជាក់ពីអត្ថប្រយោជន៍នៃគោលនយោបាយប៉ុណ្ណោះវាមិនអាចជំនួសជាមួយនឹងការកសាងឡើងវិញជាភស្តុតាងនៅក្នុងតុលាការបានទេដូច្នេះចាប់ផ្ដើមពីថ្ងៃនេះទៅផ្លូវនេះអាចចូលទៅដល់បានតែដោយផ្លូវបំបែកប៉ុណ្ណោះករណីរុះរើលដុតរបស់លោក Shen Yan ទើបតែត្រូវបានផ្ទេរទៅក្រសួងយុទ្ធភ័ពកាលពីប៉ុន្មានថ្ងៃមុនករណីចម្លែកមួយទៀតបានលេចឡើងនៅក្នុងរដ្ឋធានីអ្នកគឺជាអនុរដ្ឋមន្ត្រីនៃក្រសួងយុទ្ធភ័ពពិនិត្យឡើងវិញអ្នកប្រាប់ខ្ញុំពីអ្វីដែលអ្នកគិតតើនៅរាជធានីនេះគ្មានច្បាប់ទាបទេឬអ្នកប្រមូលគំនូបុរាណ3នាក់បានរាយការណ៍ទៅយោធីជាបន្តបន្ទាប់អ្នកក្រមបង្គាប់របស់អ្នកបានទទួលរបាយការណ៍ក្រុងហើយជនរងគ្រោះដំបូងគឺលោក Chen Chongwen ទ្វារនិងបង្អួចនៃសាលគំនូ Del Sheng Kheng ត្រូវបានចាក់សោពីខាងក្នុងសោទ្វារឈើនៅដែលជនរងគ្រោះទី2គឺជើជីងទីងបង្អួចនៃវិចិត្រសាររបស់អ្នកចែកចាយវត្ថុបុរាណទាំងអស់ត្រូវបានជួសជុលនៅនឹងកន្លែងពីខាងក្នុងជនរងគ្រោះទី3គឺលោក Wu Shongchuan ចូលនិវត្តន៍ពីសាលាហើយគេក៏បានស្លាប់នៅក្នុងបន្ទប់ដ៏ស្មុគស្មាញនិងបិទជិតមួយផងដែរការសាកសពទាំង3នៃណាបាត់ទាំងអស់បន្ទប់សម្ងាត់នោះទេស្អាតនៅពេលដែលវាត្រូវបានគេរកឃើញទ្វារនិងបង្អួចនៅដដែលគ្មានសញ្ញានៃការចូលដោយបង្ខំទេវាមិនត្រូវបានគេរកឃើញរហូតដល់3ថ្ងៃក្រោយមកសាកសពទាំងអស់ត្រូវបានសាបចូលក្នុងក្រមួនឃ្មុំហើយប្រែទៅជាទុកព្រួយមុខនិងក្រមួនបញ្ចូលគ្នាខ្ញុំមិនអាចបកវាចេញបានទេអ្នកក្រមបង្គាប់របស់ខ្ញុំបាននឿថាប៉ូលីសកំពុងនិយាយអំពីវានៅទូទាំងរាជធានីវាគឺជាវិញ្ញាណសង្សឹកដែលបានចេញមកបង្ហាញខ្លួនពីពាក្យចាស់ហាងតែនឹងវត្តអារាមចំនួន9ឃាតកម្មកំពុងកើតឡើងនៅតាមដងផ្លូវនិងផ្លូវតូចមនុស្សកំពុងសម្លាប់គ្នាទៅវិញទៅមកក្នុងការសន្ទនាមនុស្សពោពេញដោយក្តីបារម្ភរដ្ឋមន្ត្រីនៃលេខាធិការដ្ឋានអធិរាជបានក៏ហៅខ្ញុំនៅព្រឹកនេះគាត់ស្ដីបន្ទោសខ្ញុំយ៉ាងល្អពួកគេកំពុងហៅវត្តដាលីរបស់ខ្ញុំថាជាក្រុមមនុស្សឥតប្រយោជន៍ខ្ញុំនឹងផ្ដល់ពេលឲ្យអ្នកកន្លះខែដើម្បីដោះស្រាយករណីរបស់ Shen Yan ករណីនេះមិនអាចដោះស្រាយបានក្នុងរយៈពេលកន្លះខែអ្នកអាចភ្លេចអំពីការរក្សាមុខរបស់យុវជននោះតើអ្នកយល់ទេអ្នកក្រមបង្គាប់របស់អ្នកគោរពតាមមនុស្សពេញវ័យក្លិននៅខាងក្នុងខ្លាំងពេកយើងមិនហ៊ានចូលទេហើយបានបើកផ្លូវប៊ូឡុងពិតជាត្រូវបានតោងពីខាងក្នុងមែនវាមិនត្រូវបានធ្វើឡើងនៅពេលក្រោយទេព្រះឲ្យតើពួកគេយកវាទៅទីនោះដោយរបៀបណា
មិនមែនជាថ្នាំពុលធម្មតាទេជាការពិតណាស់ប្រេងម្ទេសមានរសជាតិខុសរបៀបនិយាយរសជាតិ Hurley ឡំជាមួយក្លិនផ្អែមមិនធម្មតាដូចជារសជាតិនៃអុសបុរាណមួយចំនួនបន្ទាប់ពីវាត្រូវបានស្ងោរអ្នកក្រមបង្គាប់មិនអាចពន្យល់បានច្បាស់ថាវាជាអ្វីទេប៉ុន្តែវាពិតជាមិនមែនជាត្បូងពេជ្រធម្មតាទេអ្នកក្រមបង្គាប់ត្រូវយកវាត្រឡប់ទៅវត្តដាលីវិញដើម្បីវិភាគដល់វិធីសាស្ត្រស្រង់ចេញដល់លើករលីក្រមួនហើយញែកមៀតកាចេញរយៈពេលប៉ុន្មាន2ថ្ងៃអ្នកមានពេល1ថ្ងៃកន្លះតម្រូវឲ្យមានលទ្ធផលតើអ្នកណាកំពុងស្រែកនៅពេលព្រឹកព្រលឹមវាមានសំឡេងរំខានខ្លាំងណាស់រំខានដល់ការសម្រាករបស់អ្នករាល់គ្នាសួរសំណួរពីរបីហើយចាក់ចេញតើអ្នកជានរណាអ្នកស៊ើបអង្កេតនៃប្រាសាទដាលីទាំងនេះមានសភាពបែបនេះអស់រយៈពេលប៉ុន្មានយប់កន្លងមកនេះមានអ្នកណាចូលមកទេយប់ណា3ថ្ងៃមុនក្រោយម៉ោង1អាធ្រាត្រ3ថ្ងៃមុនតើអ្នកចូលតាមបង្អួចដំបូលដោយរបៀបណាគ្រាន់តែមើលបង្អួចដំបូលពីលើក្បាលរបស់អ្នកយើងបានទុកវានៅទីនេះអស់រយៈពេលជាច្រើនឆ្នាំហើយឃើញនរណាម្នាក់អាចច្របាច់ឆ្លងកាត់ចន្លោះនេះដំបូលតូចចង្អៀតណាស់តើអ្នកណាអាចច្របាច់ចូលទៅក្នុងខ្នាតតូចមនុស្សម្នាក់តូចណាស់គាត់ខ្លីជាងស្ត្រីជីមធៀមកន្លះក្បាលស្គមដូចដំបងឆ្អឹងរបស់គាត់ហាក់ដូចជារួញហើយរអិលចូលទៅខាងក្នុងដូចជាពស់មួយក្បាលតើគាត់បានធ្វើអ្វីបន្ទាប់ពីគាត់ចូលមកគាត់កំពុងកាន់ពាងសេរ៉ាមិចមួយដើរទៅខាងមុខអាធំនោះហើយដាក់ពាងនោះខ្លឹមសារនៃបំពង់ត្រូវបានស្រោបលើអាគីមីលាបស្រទាប់បន្ទាប់ពីលាបតែកន្លះពេងរួចបន្ទាប់ពីអនុវត្តវាពួកគេបានចាក់ចេញបន្ទាប់ពីដាក់ពាក្យរួចពួកគេបានច្របាច់ចេញតាមរយៈបង្អួចដំបូលនេះតើអ្នកបានឃើញពីរបៀបដែលមនុស្សនៅក្នុងផ្ទះនេះស្លាប់ទេម្ចាស់ផ្ទះបានដើរទៅរកក្រាំងនោះហើយឈរនៅទីនោះមួយសន្ទុះបន្ទាប់មកភ្លាមនោះខ្ញុំចាប់ផ្ដើមចាប់ខ្លួនឯងមុខនឹងដៃដូចជាកំពុងឆេះបន្ទាប់មកចាក់វាទៅលើមុខវាបានដកខ្លួនចេញពី3ដងហើយបន្ទាប់មកក៏ជប់ធ្វើចលនាផ្ទៃនៃរមូរចាប់ផ្ដើមរលាយរំវាយឺតរលាយពណ៌លឿងបានរលាយហើយបន្ទាប់មកវាត្រូវបានរក្សាទុកនៅខាងក្នុងយើងភ័យខ្លាចខ្លាំងណាស់រហូតដល់មិនហ៊ានត្រឡប់ទៅសម្បុករបស់យើងវិញពេញមួយយប់ខ្ញុំខ្លាចថាក្រមួននឹងបិទបង្អួចដំបូលដែរអរគុណភាពក៏ពេញវ័យមិនបានចូលតាមទ្វារឬបង្អួចទេតែចង្កៀងពីលើអាកាសមកពីណាបង្អួចដំបូលមានតឹងតិចជា1 feet សូម្បីតែស្មារបស់បុរសពេញវ័យក៏មិនអាចដាក់ចូលខាងក្នុងបានដែរភាពក៏មិនមែនជាបុរសពេញវ័យទេគាត់ជាមនុស្សតូចម្នាក់ទំហំរាងកាយរបស់ពួកគេគឺយ៉ាងហោចណាស់ពាក់កណ្ដាលនៃមនុស្សជាមជ្ឈលើពីនេះគាត់បានអនុវត្តបច្ចេកទេសបង្រួមឆ្អឹងគាត់បានច្របាច់ចូលតាមបង្អួចដំបូលស្រទាប់មួយនៃអ្វីមួយត្រូវបានលាបលើរមូរនោះបន្ទាប់មកចាក់ចេញពីផ្លូវដែលអ្នកបានមកតើអ្វីដែលត្រូវបានអនុវត្តវាគួរតែជាប្រភេទថ្នាំពុលបន្ទាប់ពីថ្នាំពុលបានចូលប្រសិទ្ធភាពមនុស្សនោះបានដួលទៅលើអាក្រមួនរលាយបានគ្រប់ដណ្ដប់រាងកាយរបស់គាត់ទាំងមូលសេតុណ្ហភាពរាងកាយបន្ទាប់មកធ្លាក់ចុះប្រេងក្រមួនបានរឹងម្ដងទៀតរាងកាយត្រូវបានបិទជិតនៅខាងក្នុងខ្ញុំមិនសួរថាអ្នកបានរៀនអំពីអណ្ដើកវិញ្ញាណនៃណាទេតើអ្នកធ្លាប់ឮពីថ្នាំពុលណាមួយទេវាអាចបណ្ដាលឲ្យមានការកើនឡើងយ៉ាងឆាប់រហ័សនៃសេតុណ្ហភាពរាងកាយអាចរលាយបានមានអំពើច្រើនប្រភេទទោះជាយ៉ាងណាក៏ដោយធំអំពើមានចំណុចរលាយខួរអ្នកក្រមបង្គាប់របស់ខ្ញុំត្រូវត្រឡប់ទៅស៊ើបអង្កេតថ្នាំយ៉ាងណាក៏ដោយខ្ញុំចាំមិនច្បាស់ពីប្រភេទថ្នាំពុលមួយប្រភេទមកពីភាគខាងត្បូងនៃថាសិសាលីពេទ្យភ្លើងអំឡុងពេលវាប្រហារសេតុណ្ហភាពរាងកាយរលាយស្បែកប៉ុន្តែនោះគឺជារូបមន្តបុរាណមួយដែលបានបាត់បង់នៅភាគខាងត្បូងនៃខ្ញុំបានឃើញតែកំណត់ត្រារបស់វាលើសារធាតុពុលប៉ុណ្ណោះមិនដែលឃើញមហូបទេកាន់តែឆាប់កាន់តែល្អលោកម្ចាស់ឲ្យនេះមិនមែនជាថ្នាំពុលនៃវាលទំនាបកណ្ដាលទេពន្យល់ឲ្យច្បាស់បន្ទាប់ពីអ្នកក្រមបង្គាប់បានរលាយភ្លុកក្រមួនរួចពួកគេបានញែកសំណល់ចេញវាត្រូវបានចំហុយម្ដងទៀតដោយប្រើវិធីសាស្ត្រភ្លើងបៃតងចំហាយទឹកដែលត្រូវបានផលិតមានពណ៌ស្វាយចាស់ពណ៌នេះត្រូវបានរកឃើញតែនៅក្នុងវីដេអូតាមបណ្ដោយផ្លូវមកពីតំបន់ភាគខាងលិចប៉ុណ្ណោះតើវាអាចមានផ្ទុកសារធាតុពុលប្រភេទណាការអាម៉ារ៉ាន់ភ្លើងមានប្រភពមកពីវាលទំនាបកណ្ដាលនៃតំបន់ភាគខាងលិចមានកំណត់ចំណាំតែប៉ុន្មានប៉ុណ្ណោះលើថ្នាំពុលរូបមន្តនេះត្រូវបានបាត់បង់ជាយូរមកហើយវត្ថុនេះត្រូវបានលាយជាមួយក្រមួនឃ្មុំវានឹងហួតយឺតប្រសិនបើសេតុណ្ហភាពបន្ទុកខ្ពស់បន្តិចគ្មានពណ៌និងគ្មានក្លិនលុះត្រាតែចំហុយដល់សេតុណ្ហភាពជាក់លាក់មួយមានតែពេលនោះទេដែលផ្សែងពណ៌ស្វាយងឹតនឹងលេចឡើងតើមានរោគសញ្ញាអ្វីខ្លះបន្ទាប់ពីពុលឆ្អឹងនឹងហុយស្រួយក្នុងរយៈពេល7ថ្ងៃបន្ទាប់ពីស្រូបចូលស្បែកនិងសាច់ចាប់ដើមរលាយជាខ្លាំងប៉ុន្តែនោះមិនមែនជាផ្នែកអាក្រក់បំផុតទេថ្នាំពុលនៅតែបន្តធ្វើសកម្មភាពនៅក្នុងខ្លួនបន្ទាប់ពីស្លាប់សេតុណ្ហភាពរាងកាយបានកើនឡើងយ៉ាងខ្លាំងជំនួសដោយជាងពេលគាត់នៅរស់ទៅទៀតសេតុណ្ហភាពរាងកាយកើនឡើងពណ៌លឿងទុំដែលគ្រប់ដណ្ដប់លើរាងកាយសាំបានរលាយទាំងស្រុងនៅពេលដែលមនុស្សគ្រប់គ្នាស្លាប់ទាំងស្រុងសេតុណ្ហភាពរាងកាយធ្លាក់ចុះប្រេងក្រមួនបានរឹងម្ដងទៀតមនុស្សនោះត្រូវបានបិទជិតនៅខាងក្នុងជាតិក៏មិនចាំបាច់ប្រឹងប្រែងលាក់សាកសពទេក្រមួនបានផ្សារភ្ជាប់រាងកាយដោយខ្លួនឯងខូចខើគ្រប់គ្រាន់ដើម្បីសម្លាប់ដោយមិនបង្ហូរឈាមចេញឆុងវិនជាពាណិជ្ជករម្នាក់មកពីរាជធានី Hao Jingting អ្នកលក់វត្ថុបុរាណ Wu Shong Chuan ចូលនិវត្តន៍ទៅ Helen Academy មនុស្ស3នាក់អត្តសញ្ញាណ3យ៉ាងនៅលើផ្ទៃខាងលើពួកគេគ្មានទំនាក់ទំនងទេប៉ុន្តែខ្ញុំបានលុបចោលប្រតិបត្តិការទាំងអស់របស់ពួកគេក្នុងរយៈពេល6ខែគាត់ត្រាមនុស្ស3នាក់ក្នុងរយៈពេល6ខែពួកគេទាំងអស់គ្នាបានបង់ថ្លៃខ្ញុំបានទិញគំនូរបុរាណមួយពីអ្នកលក់ដូចគ្នាគំនូរបុរាណអ្វីទេសភាពផ្កានិងសត្វស្លាបស្ត្រីទាំងអស់នៅលើពិភពលោកគឺខុសគ្នាប៉ុន្តែប្រភពគឺដូចគ្នាពួកគេទាំងអស់សុទ្ធតែជាចម្បាំងចុងក្រោយដែលបន្សល់ទុកដោយគ្រួសារវាយនៅក្នុងទីក្រុងការប្រមូលផ្ដុំចាស់របស់គ្រួសារវាហេតុអ្វីបានជាលក់ទៅឲ្យមនុស្ស3នាក់ផ្សេងគ្នាក្នុងពេលតែមួយវាពិតជាមិនមែនសម្រាប់រកលុយទេវាគឺដើម្បីធ្វើឲ្យពួកគេស្នាក់មាត់អ្នកទិញទាំង3នាក់នេះប្រកាសជាបានជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការនេះខ្ញុំបានឃើញអ្វីមួយដែលខ្ញុំមិនគួរបានឃើញឬពួកគេមានភស្តុតាងដែលពួកគេមិនគួរមានវាយឆេងលីបានលក់គំនូរនោះទៅឲ្យពួកគេមុនបន្ទាប់មកសម្រាប់ពួកគេដោយគំនូរស្អាតនិងមានរបៀបរៀបរយសូម្បីតែអាវុធជាកម្មក៏មិនចាំបាច់យកមកវិញដែរទាំងនេះគឺជាសមាជិកគ្រួសារវាតើវាក៏អាចតាក់ទងនឹងករណីផ្ដាសាយពី10ឆ្នាំមុនដែរឬទេអ្នកហាក់ដូចជាមានធម៌ពលខ្លាំងនៅពាក់កណ្ដាលអាធ្រាត្រមានការងារដែលត្រូវធ្វើធំក្លិនដើមស្រនេះវាមានក្លិនក្រមួនឃ្មុំនិងផ្អែមស្រាលខ្លាំងខ្ញុំនឹងចងចាំរសជាតិនេះវាពិតជាប្លែកណាស់ចូលទៅរកប្រភពនៃរសជាតិនេះខ្ញុំនឹងហោះហើរទៅកន្លែងណាមួយនៅទីក្រុងប៉េកាំងដែលមានក្លិនបែបនេះសូមត្រឡប់មកវិញហើយប្រាប់ខ្ញុំពីទីតាំងបន្ទាប់ពីអ្នករកឃើញវាអ្នកនឹងមិនអាចខ្វះបានក្នុងការសង្សឹកទុកវាឲ្យយើង
วิเฮียดาลีเซงมนุษย์เป็นวัยหนึ่งเชลจีกำปงเพื่ออาชีวกรรมสรับฉบับเอาไว้แด่เนกำปงเพื่อคือมาจ้าห้างไอห้างระบอบเนี่ยลูกผลิตภัณฑ์ประเภทในนังกระอบบ่มพอดตาเนี่ยยกตำแหน่งระบอบเนี่ยปีนาวิตรบานตัวปีกรมเนี่ยทั่วดำน้ำมาปีดำบอลเพียงขังเล็กขยมผลิตบานเริ่มแต่ใบเตยปรำอ้อมขนมวิชนาปนอขยมลูกวีปรูวีไอปลาขนมออสบานเต็กตูดอัมปีตำเนียมตำลอบระบอบประชิชนตาเนี่ยนาบานเต็งวีกาปีไข่มนปอร์มีนินาทีนี้ปอร์มีนินาทีเนี่ยบานมอกาปีไข่มนกอดเปียระบังมุกปัวคิวได้กรุบมุกระบอบกอดเต็งสรองเบอร์มุกเหมือนเคยเตะตากอดบานเต็งอย่างไว้ขยมบานเต็งผลิตภัณฑ์ร็อกแอนด์จิกเฟรนซ์เต็งออฟในกรงหักมีกระมุนทงปีดมทงของได้เร่งสรอมวยปิงทงการตุกเต็งออฟในบานทุลังจิสเต็กจิมวยกะเตะตามีนเอาไว้พิเศษอัมปีระเบียบแต่กอดดาเตะบาดกอดได้ดาวเจียงยาวให้เจียงช่วยระบอบกอดเหมือนหนึ่งกอดจีจุนปีกาขยมบานสำลังมือกอดดองตีดไปกอดเจนเตอร์ปีรูปไปกอดโจตามฝีขยมมันบานดังทากอดคนเตะขยมชงเอาทาให้ดเอาไว้บานจิมมนุษย์มันเนี่ยนี้ดาดาวเจียงยาวระบังมุกสมรดสละสนามรลีดในเลือกันจังหนึ่งก็ได้กดบานติ้งสัมภาระแต่งออสสำหรับอาวุธคิดกรรมขนมการในแต่งใบตู้ใบจีมนุษย์นี้มันเม้นจีคิดก็ได้เนี่ยได้เปียป้อนได้ตัวพองได้เนี่ยลุโดเนี่ยมันเตอร์บ้านอนุญาตเอาหนียัยสมใบแต่มวยมัดอัมพีเอาไว้แต่ขยมบานสู้เนี่ยในไทยนิเตะบาปอร์เมียนนิเจงเนี่ยไอเพล็กอัมพีกาบาคังนี่ขยมมันเห็นเตะขยมจีมนุษย์สามัญมันเนี่ยมันได้เห็นนิยัยสมใบแต่มวยมัดลายมนุษย์เป็นไวบานรบเคยเวียบนโต๊ะปีบรักวันนุบานเจงปีหางลูกทุบในดมบอลเพียงขังเล็กเนี่ยเรามันก็ระบบยมบานในจุนน้ำเนี่ยเอามาตามดาที่บอกว่าปูเกบานลูกวิลามวยบานวิลานี้มันทมเตะบนใต้ที่ตั้งตู้ได้ระยะครั้งนะวิเตอร์บานโฮมปอดดาวเวียกใส่ขมิ้นโนนามันเนี่ยฉลองการจิตธรรมดาเตะตามมาจากเตะเจโนนากดชมูจางยาวบ้านปีนัดเมอไอซาเจ้าบัญชีครูซาระบบจางยาวในกรอมดำเชออันนับชิบาระบบนุ่มเนี่ยนี่ในนิดาดบริสุทธิ์ปูเกคือจีบโอนโปรหนึ่งบองไฟเสระบบโลกไวเชงลีอนุรัตน์มันเตรสตามในกระทรวงจำโนเร่งเยียวคือจีขโมยโปรระบบวิเชงไว้ตามเปิดเตออำเภอพวกรู้แต่งออกแต่ครูซาวีบ้านเฟิร์กนุ่มระยะเปจิตรานชนะหมกนี่ยูเจนกดบ้านดอสไรการลิงโลยกขวบหนึ่งการจูคิดก่อแต่งออกวิลานี้เตอร์บานเต็งกาปีปรามชนะมนวิคือจีเบดวิซองจับดาวใบหลอดในเพียงขังเล็กในที่กรอบวิซองชิเจนตีปีระบบชูเจนจางยาวบ้านลิงโลยกขวบให้บ้านของจัดหูโลวิเชงเป็นกบงกษามูลฐานเต็งน้องสำหรับระดับการไว้ที่ประตูเขาเตอร์จมปูกาสำหรับปูเกดับใบบนมัดปูเกบรอมันเนี่ยในวิเชงบ้านคำกำบัดจำนวนบุญกำบัดนี่มวยทั่วการยีรกขวบเขาขณีมนุษย์เป็นไว้มันอาจจับวีบานต่อแต่สอวิญญาณสู้ក្នុងការចាប់ខ្លួនយ៉ាងយ៉ាវប៉ុន្តែមានតែពុស្តាងនៃការទិញថ្នាំពុលប៉ុណ្ណោះគាត់អាចអាងបានយ៉ាងនេះថាគាត់កំពុងរកការងារឲ្យអ្នកផ្សេងវៃឆេងលីនឹងបណ្ដេញគាត់ចេញភ្លាមជាពេលរងការចាប់ប្រកាន់គុណិតរបស់មនុស្សពេញវ័យគឺត្រូវតាមដានយ៉ាងយ៉ាវឲ្យបានដិតដល់ជាមុនសិនចាំមើលថាគាត់ជួបអ្នកណាបន្ទាប់ចាំងយ៉ាវមិនបានដឹងថាគាត់ត្រូវបានគេលាតត្រដាងនោះទេគាត់នឹងបន្តធ្វើការឲ្យ Acropolis តាមដានគាត់ឲ្យរងចាំគាត់ធ្វើចូលណាមួយទៀតសូម្បីតែឆ្នាំនៃសេចក្តីសប្បុរសនិងសេចក្តីសក្តិនៅពីក្រោយគាត់ក៏ត្រូវបានក្រោមបង្គាប់របស់អ្នកនឹងធ្វើការរៀបចំភ្លាមអ្នកទាំងអស់គ្នាគឺជាអ្នកទាំងនោះវិឡារបស់យ៉ាងយ៉ាវពោពេញទៅដោយពាក្យចាស់និងការភូតកុហកនៅពេលអ្នកចូលទៅខាងក្នុងហើយសូមវាមើលក្រដាស់ណាមួយដែលអ្នកឃើញញ៉ាំវារាល់ពេលដែលអ្នកឃើញយ៉ាងតើមានអ្វីនៅខាងក្នុងស្វែងយល់ឲ្យច្បាស់ថាមនុស្សគ្រប់គ្នានៅឯណាអូព្រះជាម្ចាស់ឲ្យជីនជាងនេះខ្ពស់ណាស់តើយើងអាចឡើងលើបានទេជប់និយាយមិនសមហេតុផលហើយចូលទៅខាងក្នុងរួចបំបីគ្នាដើម្បីស្វែងរកភាគច្រើនកំពុងស្វែងរកបន្ទប់ក្រោមដីនិងបន្ទប់ដែលរបស់ត្រូវបានអ្នកទុកអ្នកញ៉ាំក្រដាស់នេះប្រតិកម្មបំផុតចំពោះក្លិនក្រដាស់តាមដានក្លិនក្រដាស់ទីធ្លាពោពេញទៅដោយក្រដាស់បន្ទាប់មកអ្នកត្រូវស្វែងយល់ថាតើវាជាក្រដាស់ប្រភេទណាគេហៅទំព័រចាស់គេហៅទំព័រថ្មីអ្នករកឃើញសៀវភៅកត់ត្រានិងសម្បត្តិនៅក្នុងបន្ទប់សម្ងាត់ហើយសូមត្រឡប់ការស្វែងរកបន្ទប់សម្ងាត់មានអត្ថប្រយោជន៍អ្វីខ្លះយើងមិនអាចមកទីនេះដោយឥតប្រយោជន៍បានទេមែនទេរឿងព្រេងចាស់នៅក្នុងទីធ្លានេះសុទ្ធតែធ្វើពីម្សៅអង្ករដំណើបចាស់ល្អជាងក្រដាស់ធ្យូងថ្មលួយទាំងនោះដែលអ្នកខំនៅក្នុងបន្ទប់ទុកឆ្ងាញ់ជាង10ដងរឿងក្តីនេះត្រូវបានសម្រេចអ្នកអាចរីករាយនឹងពិភពនៃសិល្បៈក្បាច់គុននៅខាងក្នុងបាយដំណើបពិតជាបាយដំណើបមែនដើរឲ្យលឿនខ្ញុំនឹងដឹកនាំផ្លូវបាយដំណើបគឺជាបាយដំណើបទាំងអស់ការកុហកដែលពួកគេនិយាយគឺគួរឲ្យជឿជាក់ខ្លាំងណាស់នៅក្នុងពិភពក្រោមដីដែលវាហាក់ដូចជាគួរឲ្យជឿជាក់ជាងការពិតឆ្ងាញ់ណាស់វាពិតជាសំខាន់ណាស់ខ្ញុំមិនចង់ត្រូវស្ត្រីនោះច្របាច់ក៏រហូតដល់ស្លាប់ទេយើងបានមកដល់ហើយបានរកឃើញស្លាប់ខាងលិចមានបន្ទប់សម្ងាត់ដ៏ធំមួយនៅក្រោមដីខ្សែបន្ទាត់ស៊ីម៉ងរវាងគ្រឿងជាន់គឺធំទូលាយយើងបានច្របាច់ចូលតាមចន្លោះនោះហើយចូលទៅខាងក្នុងមានអ្វីនៅក្នុងបន្ទប់សម្ងាត់នោះពាក្យជាច្រើនបានកកុញដូចភ្នំមានពីងដីយ៉ាធំរាប់សិបផងដែរពិតចិត្តទាំងអស់វាមានក្លិនដូចក្រមួនឃ្មុំមានប្រអប់ធំដែលមិនទាន់បើកផងដែរមានមនុស្សពីរបីនាក់នៅខាងក្នុងម្នាក់បរោះខ្វិនកំពុងតម្រៀបតាមប្រអប់ឈើគាត់ពាក់ចិញ្ចៀនមេដៃសម្រិតនៅលើមេដៃឆ្វេងរបស់គាត់ចិញ្ចៀនមេដៃសម្រិតដែលមានក្បាលចចកអ្នកលក់ថ្នាំពុលនៅវត្តហួងសៀនលក្ខណៈពិសេសគឺដូចគ្នាបេះបិទមិនមែនវាយូរទេវាយជូរស្លាប់ហើយនេះគឺជាការបដិសេធមួយផ្សេងទៀតវាប្រហែលជាយ៉ាងយកតើមានបន្ទប់សម្ងាត់មួយនៅក្រោមស្លាបខាងលិចនៃវិឡារបស់មនុស្សពេញវ័យតើអ្នកប្រកាសទេចាំងយ៉ាវផ្ទាល់ក៏នៅក្នុងបន្ទប់សម្ងាត់ដែរពាក់ចិញ្ចៀនមេដៃសម្រិតនៅលើដៃឆ្វេងរបស់គាត់ចិញ្ចៀនមេដៃសម្រិត
បុរសដែលមានជើងដូចព្រះពុទ្ធលក់ថ្នាំពោលនៅវត្តវង្សិនម្យ៉ាងទៀតពាក់ចិញ្ចៀនមេដៃសម្រិតនៅដៃឆ្វេងលក្ខណៈពិសេសត្រូវគ្នាយ៉ាងល្អខ្ចប់មុនយើងតែងតែគិតថាអ្នកលក់ថ្នាំនៅវត្តវង្សិនគឺវ័យជីវប៉ុន្តែរបួសជើងរបស់វីយូគឺជារបួសថ្មីចម្រៀងវាយដែលឡាវយ៉ាវបានលើកឡើងគឺជាពុទ្ធសាសនិកជនកាលពី10ឆ្នាំមុនលើសពីនេះទៅទៀតពេលវេលាមិនត្រូវគ្នាឥឡូវនេះស្នែងទី3បានលេចចេញមកចិញ្ចៀនមេដៃរបស់យ៉ាងយ៉ាវវាទំនងជាឯកសារសម្គាល់អត្តសញ្ញាណមួយផ្ញើវាទៅអ្នកណាដែលប្រើវាឬច្រើនជាងម្នាក់វៃឆេងលីបានឲ្យកម្មបិតនីមួយរបស់គាត់នៅវត្ថុមនុស្សពេញវ័យមិនអាចរងចាំបានទៀតទេក្រុមគ្រួសារវីបានចាប់ផ្ដើមបំបិទមាត់សាក់សេរីរួចហើយពីវីឆេងភេងទៅវីជីវអ្នកដែលដឹងរឿងរ៉ាវខាងក្នុងបានស្លាប់ម្នាក់បន្ទាប់ពីម្នាក់ទៀតលោកយ៉ាងយ៉ាវឥឡូវនេះគឺជាមនុស្សចុងក្រោយដែលនៅរស់រានមានជីវិតដែលបានដោះស្រាយបញ្ហានេះដោយក្នុងករណីដែលវីជិងដឹងរឿងនេះពួកគេអាចទេអំណាចរដ្ឋាភិបាលឬបំបិទមាត់សាក់សេរីមុនយើងទំនាក់ទំនងរបស់យ៉ាងយ៉ាវត្រូវបានកាត់ផ្ដាច់ទាំងស្រុងចៅហ៊ូបានបញ្ជូនបញ្ជាមនុស្សគ្រប់គ្នាកំពុងត្រៀមខ្លួននៅទីនេះគ្មានអ្នកណាម្នាក់ត្រូវបានអនុញ្ញាតឲ្យចាកចេញពីទីលានហ្វឹកហាត់ឡើយមិនអនុញ្ញាតឲ្យមានទំនាក់ទំនងជាមួយពិភពខាងក្រៅទេចាប់ពីពេលនេះទៅអ្វីក៏ដោយ